បន្តសាច់រឿងរបស់យើងនៅពេលដែលលោកចៅហ្វាយក្រុងបានចេញមកស្វាគមន៍ឈៀនលីហើយបានប្រាប់គាត់ឲ្យចូលទៅក្នុងផ្ទះសិនប៉ុន្តែភ្លាមនោះស្ត្រីម្នាក់នៅក្នុងបន្ទប់និយាយថាសៀវជាកំពុងតែអណ្ដែតនៅលើអាកាសឈៀនលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលគាត់ឃើញសៀវជាអណ្ដែតហើយអភិបាលក្រុងទូចានឹងជួយសង្គ្រោះកូនប្រុសរបស់គាត់ឈៀនលីធានាថាកុំបារម្ភហើយនិយាយថាគាត់នឹងជួយសង្គ្រោះគាត់គ្រប់ពេលវេលាដោយកត់សម្គាល់ឃើញស្រមោលនៅពីក្រោយសៀវជាឈៀនលីបានប្រើមន្តអាគមរបស់គាត់ហើយសៀវជាក៏ធ្លាក់មកលើគ្រែវិញឪពុកម្ដាយរបស់គាត់ប្រញាប់ប្រញាល់ទៅរកហើយឈៀនលីប្រមានពួកគេថាមិនទាន់ចាប់ទេដោយណែនាំឲ្យពួកគេឈរឲ្យឆ្ងាយគាត់ដឹងថាប្រភពនៃបញ្ហាគឺនៅខាងក្នុងខ្លួនរបស់គាត់ហើយជំហានទ័ពគឺត្រូវបង្ខំឲ្យវាចេញហើយបត់សាបវាចោលភរិយាលូចាចាប់កអាវរបស់គាត់ដោយកំហឹងហៅឈៀនលីថាជាមនុស្សឥតប្រយោជន៍ហើយគំរាមគាត់ថាបើមានអ្វីកើតឡើងចំពោះសៀវជានាងសូមរាប់គាត់ជាមិនខានឈៀនលីប្រាប់នាងឲ្យនៅស្ងៀមឈៀនលីបារម្ភថាពួកគេក៏អាចរងផលប៉ះពាល់ដែរហើយគាត់ត្រូវធ្វើសកម្មភាពឲ្យបានឆាប់រហ័សគាត់ប្រើមន្តអាគមបញ្ចូលរបស់គាត់ម្ដងទៀតហើយក្មេងប្រុសម្នាក់នោះក៏ដឹងខ្លួនឡើងវិញដោយស្រែកហៅម្ដាយរបស់គាត់ក៏ប្រញាប់ប្រញាល់មករកគាត់ឈៀនលីធានាថាពួកគេឥឡូវនេះធម្មតាហើយប៉ុន្តែគេត្រូវស្វែងរកប្រភពដើមនៃអំពើអាក្រក់នេះលូចាងសួរអំពីប្រភពនៃអំពើអាក្រក់ហើយឈៀនលីអង្គុយចុះដើម្បីពិនិត្យនៅក្រោមគ្រែគាត់សួរថាតើមានអ្វីល្អកើតឡើងចំពោះគ្រួសារពួកគេនៅពេលថ្មីនេះទេឬថាតើពួកគេមានបានទទួលអំណោយអ្វីខុសពីធម្មតាដែរឬទេលូចាងឆ្លើយថាគ្មានអ្វីមិនល្អកើតឡើងនាពេលថ្មីនេះទេប៉ុន្តែគាត់បានទទួលសឹងថ្មមួយគូដែលត្រូវបានដាក់នៅជិតច្រកទ្វារចូលគាត់ក៏រត់យ៉ាងលឿនទៅកាន់ច្រកចូលហើយលីចាងហៅគាត់ពីក្រោយគាត់ទៅដល់សឹងថ្មនោះហើយជឿថាគាត់បានរកឃើញប្រភពនៃបញ្ហាទាំងអស់របស់ពួកគេគាត់យកដូនថ្មដុំចេញពីមាត់សឹងថ្មលូចាងសួរថាតើវាគ្រាន់តែជាដុំថ្មតូចនេះទេហើយឈៀនលីបញ្យល់ដុំថ្មនេះផ្ទុកនៅវិញ្ញាណអាក្រក់ដ៏ខ្លាំងក្លាមួយដែលប៉ះពាល់ដល់មនុស្សវាជារៀងរាល់ថ្ងៃពេលដែលពួកគេចេញឬចូលពីផ្ទះហើយយូរទៅពួកគេខ្លាចជាមនុស្សឆេវឆាវនិងមានអារម្មណ៍ទន់ខ្សោយក្រោមឥទ្ធិពលនៃថាមពលអាក្រក់ឈៀនលីបង្ហាញការព្រួយបារម្ភរបស់គាត់អំពីស្ថានភាពនេះភរិយារបស់លីចាងក៏ចេញមកហើយអរគុណគាត់ដែលបានជួយសង្គ្រោះកូនប្រុសរបស់នាងនៅថ្ងៃនេះនាងបានសុំទោសចំបីដែលនាងបាននិយាយមុននេះគាត់ឆ្លើយថាមិនអីទេដរាបណាកូននៅមានសុវត្ថិភាពលុយក៏បង្ហាញការដឹងគុណរបស់គាត់ហើយផ្ដល់ជូនឲ្យអ្នកបើកបរជូនគាត់ត្រឡប់ទៅវិញប៉ុន្តែមុនពេលគាត់ចាកចេញលីចាងមានគំនិតមួយហើយសួរថាតើគាត់ចង់បើកគ្លីនិកព្យាបាលដែរឬទេគាត់មើលទៅភ្ញាក់ផ្អើលហើយបញ្ជាក់ថាតើវាជាគ្លីនិកព្យាបាលមែនទេលូចាងពន្យល់ថាដោយសារតែគាត់បានជួយសង្គ្រោះគ្រួសាររបស់គាត់ចង់បង្កើតគ្លីនិកមួយជាអំណោយដើម្បីបង្ហាញការដឹងគុណរបស់គាត់គាត់អរគុណដោយគិតថាប្រសិនបើគាត់បើកគ្លីនិកព្យាបាលអាចជួយមនុស្សបានកាន់តែច្រើនវាមិនមែនជាការខ្ជះខ្ជាយពេលវេលាទេលើពីនេះទៅទៀតគាត់ជឿថាប្រសិនបើគាត់អាចរកឃើញឪពុកម្ដាយរបស់គាត់នៅថ្ងៃអនាគតពួកគេនឹងសប្បាយចិត្តសម្រាប់គាត់យ៉ាងខ្លាំងនៅតាមផ្លូវទៅផ្ទះគាត់បានប្រាប់អ្នកបើកបរឲ្យឈប់រថយន្តអ្នកបើកបរឈប់ហើយសួរថាតើពួកគេបានទៅដល់ណាហើយឬនៅគាត់ក៏សម្គាល់ឃើញថាគីងនិងឈឹងនៅតាមដងផ្លូវហើយឆ្ងល់ថាតើនាងកំពុងធ្វើអ្វីនៅទីនោះនៅពេលយប់ជ្រៅបែបនេះអ្នកបើកបរក៏គាត់សម្គាល់ឃើញដែរហើយផ្ដល់យោបល់ថាគាត់មានខ្សែភ្នែកល្អណាស់ដោយនិយាយថានាងជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ទន្ទឹមនឹងនោះក្មេងស្រីម្នាក់ក្នុងសម្លៀកបំពាក់ខ្មៅបានមកដល់ស្លៀកពាក់យ៉ាងទាក់ទាញហើយអ្នករាល់គ្នានៅតាមដងផ្លូវក៏លេចនាងខណៈពេលដែលនាងសុំទោសដែលធ្វើឲ្យឈីងយៀនរងចាំគាត់យូរគាត់គិតថានាងត្រូវបានជួបមិត្តភក្តិសម័យរបស់នាងហើយឆ្ងល់ថាតើគាត់កំពុងប្រតិកម្មហួសហេតុពេកឬទេក្មេងស្រីទាំងពីរអោបគ្នានឹងថើបគ្នាដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយគិតថានេះជាអ្វីតើនាងបានផ្ដល់ជំនួសគាត់ដោយជាស្ត្រីម្នាក់ឬក្មេងស្រីទាំងពីរចូលទៅក្នុងបារហើយអ្នកបើកបរផ្ដល់យោបល់ថាឈៀនលីមានខ្សែភ្នែកល្អទៀតសម្រាប់ការសម្លឹងមើលក្មេងស្រីឈៀនលីឆ្លើយថាវាមិនជាអ្វីដែលគាត់គិតនោះទេក្មេងស្រីក្នុងសម្លៀកពាក់ពណ៌ខ្មៅបានប្រាប់ទៅអ្នកលក់ស្រាឲ្យយកស្រាមួយដបចេញមកដោយនាងនិយាយថានាងគិតថាឈីងយៀនបានភ្លេចនាងហើយពួកគេទាំងពីរអង្គុយនៅទឹកមួយដោយឈីងយៀននិយាយថានាពេលថ្មីនេះនាងរវល់ណាស់ហើយមានបញ្ហាទាក់ទងនឹងការងារខ្លះក្មេងស្រីក្នុងសម្លៀកពាក់ពណ៌ខ្មៅនិយាយថាការងារមិនចេះចប់ទេហើយណែនាំនាងថាពួកគេភ្លេចរឿងដែលមិនល្អទាំងអស់នោះសម្រាប់យប់ហើយសប្បាយនាងយល់ស្របហើយស្នើឲ្យពួកគេផឹកឲ្យស្រវឹងពួក
គេលើកកៅឡើងដើម្បីផឹកជូនពរក្មេងស្រីស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅបន្ថែមថានាងនៅចាំស្ថានភាពរបស់នាងហើយទទួលស្គាល់ថាវាដោយសារតែនាងព្យាយាមកិច្ចពីពីពីដែលធ្វើឲ្យនាងជួបសម្ពាធច្រើនបែបនេះនាងសុំទោសចំពោះរឿងហើយស្នើសុំឲ្យសាកស្រាវមួយប្រភេទទៀតឈីងយីងផឹកស្រាច្រើនពេកហើយបានបាត់ស្មារតីក្មេងស្រីក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបាននាំនាងទៅបន្ទប់មួយដែលលាវម៉ឹងហ្គោកំពុងរងចាំពួកគេរួចរាល់ហើយគាត់បាននាំនាងទៅលើក្រែប្រាប់នាងកុំស្ដីបន្ទោសគាត់ចាក់សាវទ្វីហើយចូលទៅចិត្តនាងខណៈពេលដែលក្មេងស្រីស្លៀកសម្លៀកពណ៌ខ្មៅបានចាកចេញទៅគាត់និយាយថាគាត់មិនអាចជួយអ្វីបានទេព្រោះនាងមិនចង់ដោះលែងប្តីឥតប្រយោជន៍នោះគាត់ព្យាយាមដោះសម្លៀកពាក់របស់នាងខណៈពេលដែលកំពុងថតវីដេអូហើយភ្លាមមានសំឡេងគោះទ្វីហើយគាត់សួរថាជាអ្នកណាហើយឈិនលេឆ្លើយថាវាជាឆ្មាំសន្តិសុខគាត់ប្រញាប់ទៅមាត់ទ្វារដោយនិយាយថាមិនមែនជាការងារអាក្រក់ទេសម្រាប់ក្មេងស្រីដែលមានប្រាក់ហើយបើកទ្វារគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញឈិនលេនិងក្មេងស្រីក្នុងសម្លៀកបំពាក់ពណ៌ខ្មៅក្នុងស្ថានភាពសន្លប់គាត់សួរថាតើឈិនលេចូលមកទីនេះដោយរបៀបណាហើយនិយាយថាកុំយល់ច្រឡំអីឈិនយិនស្រវឹងហើយគាត់គ្រាន់តែមើលថែទាំនាងប៉ុណ្ណោះឈិនលេបានដើរវាដៃហើយបានបោះវាចេញឈិនលេដើរទៅរកនៅពេលដែលវាកំពុងហូរឈាមហើយសួរថាវាចង់ស្លាប់បែបណាវាលុតជង្គង់ចុះនៅគេហើយដើម្បីសុំការអភ័យទោសដោយសន្យាថានឹងមិនបង្ហាញមុខនៅចំពោះអ្នកទាំងពីរទៀតទេវានិយាយថានឹងមិនធ្វើបែបនេះទៀតទេហើយចង្អុលបង្ហាញថាឈិនលេបានធ្វើឲ្យវាខ្ជាក់ឈាមឈិនលេឆ្លើយតបថាបានហើយចេញទៅហើយកុំបង្ហាញទៀតឲ្យសោះនៅពេលដែលវាអរគុណហើយរត់ចេញទៅវាព្យាយាមវាយប្រហារឈិនលេដោយនិយាយថាទៅចុះនៅរក់ទៅឈិនលេចាប់ដៃរបស់វាហើយប្រាប់វាថាគេបានដោះលែងវាពីរដងហើយប៉ុន្តែវាមិនបានកែប្រែសោះដូច្នេះវាគួរតែបន្ទោសខ្លួនឯងគេបានប្រើថាមចូលរបស់គេធ្វើឲ្យវាស្លាប់ហើយទាត់វាចេញពីបន្ទប់គេបិទទ្វារហើយមើលទៅឈីងយីងដោយនិយាយថាគេសប្បាយចិត្តដែលបានជួបនាងនៅថ្ងៃនេះគេប្រើមចូលព្យាបាលនឹងដៃរបស់នាងដើម្បីឲ្យនាងភ្ញាក់នាងបានបើកភ្នែកឡើងគេប្រាប់នាងថានាងភ្ញាក់ហើយសួរថានាងមានអារម្មណ៍យ៉ាងណានាងឆ្លើយតបថាអារម្មណ៍មិនល្អទេហើយក្រោកឡើងយ៉ាងរហ័សតែកំភ្លៀងគេតវ៉ាដោយនិយាយថាគេទើបតែជួយសង្គ្រោះជីវិតនាងហើយសួរថាហេតុអ្វីបានជានាងវាយគេនាងចោទប្រកាន់គេថាគេចង់ធ្វើរឿងអាស្រូវដាក់នាងហើយរិះគន់គេដែលនិយាយការជួយសង្គ្រោះក្រោយពេលធ្វើរឿងបែបនេះខណៈពេលដែលមើលទៅលើសម្លៀកបំពាក់ដែលរហែករបស់នាងប្រកាសថានាងនឹងមិនជឿជាក់លើពាក្យកុហករបស់គេឡើយគេក្រោកឡើងហើយដើរចេញទៅដោយនិយាយថាគេមិនបានធ្វើអ្វីនាងទេទោះជានាងជឿឬក៏មិនជឿក៏ដោយហើយគេក៏បានបិទទ្វារនាងបន្តជេរប្រមាថគេទៅកាន់កាមេរ៉ាតបឈិនលេកំពុងអង្គុយនៅក្នុងសួនច្បារនៅពេលដែលទូរស័ព្ទរោគេលើកទូរស័ព្ទហើយលាន់សួរថាតើនេះគឺជាឈិនលេមែនទេគេស្គាល់សំឡេងនាងហើយបញ្ជាក់ថាពិតជាគេមែនលាន់សួរថាហេតុអ្វីបានជានាងទូរស័ព្ទមកគេនៅពេលយប់ជ្រៅបែបនេះនាងសួរថាតើគេនៅមានថ្នាំលាបនោះដែលគេបានឲ្យនាងលើកមុនដែរឬទេប្រសិនបើគេអាចធ្វើថ្មីមួយឈុតទៀតដោយបន្ថែមប្រសិទ្ធភាពធ្វើឲ្យស្បែកសឈិនលេសួរថានាងចង់បានប៉ុន្មានហើយគេត្រូវការត្រឡប់ទៅរៀបចំវាវិញនាងស្នើសុំឲ្យចំនួន200ឈុតហើយធានាដល់គេថាប្រាក់2លាននឹងត្រូវបានដាក់ចូលក្នុងគណនីរបស់គេឈិនលេយល់ព្រមដោយនិយាយថាគ្មានបញ្ហាទេប៉ុន្តែគេបញ្ជាក់ថាថ្នាំរបស់គេថ្លៃដល់ថ្នាក់នោះទេលាវវ៉ាន់បញ្យល់ថានាងបានលើពីបងប្អូនជីដូនមួយរបស់គេថាគេនឹងត្រូវការលុយច្រើនដើម្បីបើក clinic ពេទ្យដូច្នេះនាងសុខចិត្តឧបត្ថម្ភគេញញឹមនឹងសម្ដែងការដឹងគុណចំពោះសិទ្ធិសប្បុរសរបស់នាងទន្ទឹមនឹងនេះជូឈីងយីងបានមកដល់ផ្ទះហើយរងចាំឈិនលេនាងលេការ៉ូបង្ហាញថាម៉ោង1យប់ហើយនាងក៏សម្គាល់ឃើញថាពេលវេលាគិតជាហួសពេលហើយគេនៅតែមិនទាន់ត្រឡប់មកវិញនាងឆ្ងល់ថាតើគេខឹងនាងឬតែនាងមានការយល់ច្រឡំនឹងគេនៅថ្ងៃនេះពេលនាងកំពុងគិតបែបនេះគេក៏ដើរចូលមកដល់ផ្ទះគេព្យាយាមលួចដើរទៅបន្ទប់របស់គេប៉ុន្តែនាងសួរថាហេតុអ្វីបានជាគេយឺតយ៉ាវម្ល៉េះគេឆ្លើយតបថាគេមានការងារត្រូវធ្វើបន្ទាប់មកនាងប្រាប់គេឲ្យចាត់ទុកថានាងមិនបានសួរហើយព្យាយាមនិយាយរឿងអ្វីផ្សេងទៀតគេសួរថាតើមានអ្វីមួយចំពោះនាងនៅថ្ងៃនេះដោយថាមានអារម្មណ៍ថាអ្វីមួយមិនប្រក្រតីខណៈពេលដែលគេដើរទៅបន្ទប់នាងត្អូញត្អែថានាងប្រហែលជាត្រូវគេបណ្តេញចេញពីក្រុមហ៊ុនហើយជូឈីងយីងបានរៀបរាប់ថាមិត្តរូបការងារខ្លះតែង
តែនិយាយរីកគុណលាវវ៉ាននៅចំពោះមុខអ្នកគ្រប់គ្រងថ្នាក់គ្រប់គ្រងបាននិយាយថានាងច្រើនដងហើយចង់ឲ្យនាងលាលែងពីតំណែងឈិនលៃលួងលោមនាងថាមិនអីទេបើទោះជាគេត្រូវបានដេញចេញក៏ដោយគេនឹងក៏មិនអីដែរនាងបង្ហាញការព្រួយបារម្ភរបស់នាងដោយសួរថាតើនរណានឹងមើលថែគ្រួសារបើសិនបើនាងត្រូវបានគេបន្ទិញចេញម្យ៉ាងទៀតការរកការងារថ្មីមិនមែនជារឿងងាយស្រួលទេឈិនលៃបើកមករកនាងហើយអង្គុយនៅលើសាឡុងដោយញ៉ាំតែគេសួរថាតើនាងនៅចាំបានតែកាលពីគេនៅមន្ទីរពេទ្យហើយព្យាបាលឪពុករបស់លោកអភិបាលក្រុងនាងបញ្ជាក់ថានាងចាំបានគេបន្តបញ្យល់ថាគេបានជួយគ្រួសារអភិបាលក្រុងម្ដងទៀតហើយពួកគេបានផ្ដល់ clinic មួយឲ្យគេបន្ថែមថាគេរកលុយបានខ្លះពីការជួយព្យាបាលមនុស្សប្រសិនបើនាងយល់ព្រមនាងអាចជួយគេគ្រប់គ្រង clinic នោះបានគេប្រាប់នាងថាកុំបារម្ភច្រើនពេកនាងពិចារណាអំពីគំនិតបើក clinic ពេទ្យហើយដឹងកូនចំពោះពាក្យលួងលោមរបស់គេខណៈពេលដែលគេឡើងទៅជាន់លើគេប្រាប់នាងថាត្រូវចំណាយពេលមួយរយៈទៅបើក clinic ដំណើរការហើយគេនឹងទៅគេណែនាំឲ្យនាងគិតអំពីរឿងនេះហើយប្រាប់គេនៅពេលដែលនាងត្រៀមខ្លួនរួចរាល់នាងគិតថាគួរតែអរគុណគេសម្រាប់ការលួងលោមហើយទទួលស្គាល់ថាខ្លួនបានយល់ច្រឡំលើគេច្រើនណាស់តាមពិតទៅនាងចង់សុំទោសគេព្រឹកបន្ទាប់មានសម្លេងគូសទ្វារផ្ទះគ្រួសារឈូហើយឈិនលៃក៏ភ្ញាក់គេចុះមកជន់ក្រោមដោយគិតថាប្រសិនបើគេជួបនរណាម្នាក់ធ្វើឲ្យជូឈិនយីងមានអារម្មណ៍មិនវាប្រកាសជានាងម្នាក់នេះហើយគេបើកទ្វារគេបានឃើញឋានជឿឈិនដែលជាមិត្តមហាវិទ្យាល័យរបស់ឈិនលៃនិងជូឈិនយីងកំពុងឈរនៅទីនោះនាងសួរថាគេកំពុងរងចាំអ្វីហើយក៏ចូលទៅក្នុងផ្ទះឋានជឿឈិនបន្តបង្ហាញការមិនពេញចិត្តរបស់នាងចំពោះជូឈិនដែលរៀបការជាមួយនឹងគេដោយពណ៌នាថាជាផ្កាដុះក្នុងភក់ហើយនិយាយចំអកថាកង្កែបចង់ស៊ីសាច់ហង្សឈិនលៃគិតក្នុងចិត្តថាវាមិនមែនជារឿងល្អទេដែលឋានជឿជិនទីនេះហើយគិតថាកាលនៅរៀងនាងគឺជាមនុស្សដែលរំខានខ្លាំងណាស់នាងក៏ហៅជូឈិនឲ្យប្រញាប់ឡើងព្រោះពួកគេត្រូវចេញទៅក្រៅពួកគេទាំងអស់គ្នាក៏បានចេញទៅដោយមានឈិនលៃជាអ្នកបើកបរហើយឋានជឿជិននិងជូឈិនយីអង្គុយនៅកៅអីខាងក្រៅជូឈិនយីសួរអំពីគោលដៅរបស់គេនៅថ្ងៃនេះហើយឋានជឿជិនឆ្លើយថាទៅដល់នឹងដឹងខ្លួនឯងហើយនាងក៏បង្ហាញទីតាំងហើយឈិនលៃក៏ឈប់ឡើងនៅមុខអគារដ៏ធំមួយនាងបញ្យល់ថាវាជាការដេញថ្លៃកម្រិតខ្ពស់ដែលមាននិងអ្នកល្បីល្បាញប៉ុណ្ណោះដែលត្រូវបានអញ្ជើញហើយវាក៏ជាអគារខ្ពស់ជាងគេនៅទីក្រុងផងដែរនាងប្រកល់បានចូលទៅឲ្យសន្តិសុខហើយប្រាប់ថាអ្នកបើកបរនៅខាងក្រោយក៏មកជាមួយពួកគេដែរមុនពេលចូលទៅខាងក្នុងនាងបញ្យល់បន្ថែមថារឿងដែលគួរឲ្យរំភើបផុតនៅកន្លែងដេញថ្លៃនេះគឺការដេញថ្លៃថ្មមួយដុំដែលគេអាចរកប្រាក់ចំណេញបានទ្វេដងឬមិនបានអ្វីសោះខណៈពេលដែលនាងចង្អុលទៅកាន់ដុំថ្មនោះនាងក៏បានដើរទៅជិតឈិនលៃហើយសឹកប្រាប់គេថាឲ្យទិញដុំថ្មមួយនោះឲ្យជូឈិងផងដែរគេឆ្លើយតបថាបើនាងចូលចិត្តគេនឹងទិញឲ្យទន្ទឹមនឹងនោះអ្នកដេញថ្លៃបានប្រកាសថាទំនិញដេញថ្លៃបន្ទាប់គឺថ្មមួយដុំដែលមានផ្ទៃខាងក្រៅពណ៌ខៀវបៃតងស្រាលទស្សនិកជនចាប់ផ្ដើមដេញថ្លៃនាងប្រាប់ជូឈិនយីឲ្យមើលថ្មមួយដុំនោះខណៈពេលដែលឈិនលៃត្រូវបានទាក់ទាញដោយថ្មមួយដុំផ្សេងទៀតដែលហាក់ដូចជាមានអន្តរកម្មជាមួយថាមពលអ៊ូរ៉ានៅក្នុងខ្លួនរបស់គេដើរទៅជិតដើម្បីប៉ះវានៅម្ខាងទៀតនាងប្រាប់ថាឈិនលៃបាននិយាយថាគេនឹងទិញដុំថ្មឲ្យនាងហើយពួកគេគួរតែមើលវាថាតើគេកុហកនាងឬអត់នាងបន្ថែមថាបើគេកុហកនាងម្ដងទៀតនាងនឹងសម្លាប់គេជូឈិងយីព្យាយាមសម្របសម្រួលអារម្មណ៍នាងហើយសួរថាតើឈិនលៃនៅឯណាគេកាន់ថ្មមួយដុំនៅក្នុងដៃហើយសួរអ្នកលក់អំពីតម្លៃដុំថ្មនេះនាងឆ្លើយថាទាំងនេះគ្រាន់តែជាបំណែកតូចៗនៃវត្ថុចាស់ៗហើយតម្លៃគឺ100យួនសម្រាប់គេនិយាយថាគេមានកាក់នឹងលុយសម្រាប់នាងដោយដកវាចេញពីហៅប៉ៅហើយប្រគល់ឲ្យនាងគេប្រាប់នាងឲ្យកាត់ថ្មដែលគាត់បានជ្រើសរើសតានជឿជិនបង្ហាញការមិនជឿថាគេនៅកន្លែងកំណរខូចខាតហើយនាងគិតថាគេនៅតែដដែលដោយឃើញសកម្មភាពរបស់គេគួរឲ្យអាម៉ាស់នាងសួរថាហេតុអ្វីបានជាគេនិយាយពីការបើក clinic ហើយឡើងសម្លេងដាក់ឈិនលៃសួរថាតើគេអាចបោកប្រាស់នាងដោយលុយត្រឹមតែប៉ុន្មានរយបាងយ៉ាងម៉េចខណៈពេលដែលអ្នកលក់កាត់ថ្មនោះនាងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលនាងឃើញហើយស្រែកថាវាបានការហើយវាពណ៌បៃតងសទស្សនិកជនទាំងមូលប្រមូលដុំគ្នាមើលវាហើយពួកគេបានសរសើរអំពីពណ៌បៃតងដ៏អស្ចារ្យរបស់វាដោយទទួលស្គាល់ថាវាជាថ្មដ៏ល្អបំផុតពីកន្លែងដែលកាកសំណល់ហើយវាជាសំណាងដ៏ធំមនុស្សម្នាក់ព្យាយាមទិញវាប៉ុន្តែឈិនលៃទទូចថាបានបង់លុយទិញវាមុនគេដូច្នេះគេមិនគួរដណ្ដើមថ្មដុំនេះរបស់គេទេបរិបម្នាក់បានស្នើទិញវាពីគេក្នុងតម្លៃ30,000យួនជាមួយនឹងអំណោយពិសេសមួយទៀតខណៈពេលដែលបរិបម្នាក់ទៀតបានផ្ដល់ឲ្យ
ដល់50,000 យួននឹងអ្វីព្រួយតបស្នងតែគាត់មានឈ្មោះថាឋានឡើងនិងជាឪពុករបស់ឋានជាជាងហើយក៏ជាប្រធានក្រុមហ៊ុនលក់គ្រឿងអលង្ការឋានផងដែរគាត់បាននិយាយថាដុំថ្មមួយដុំនេះមានតម្លៃយ៉ាងតិច50,000 យួនគាត់សួរឈិនលៃថាគាត់ជានរណាហើយបានណែនាំខ្លួនថាជាស្ដេចត្បូងនៅក្នុងទីក្រុងដែលគេស្គាល់ថាជាឋានឡាវគាត់ស្នើឲ្យទិញដុំថ្មនេះក្នុងតម្លៃ5 លាន យួនឈិនលៃឆ្លើយតបថាគេទិញដុំថ្មនេះឲ្យប្រពន្ធរបស់គេដូច្នេះគាត់គួរតែសួរនាងវិញឋានជាជីងមានការភ្ញាក់ផ្អើលហើយស្រីថាវ៉ាវនោះជាលើកទី1ហើយដែលនាងធ្លាប់ឮបែបនេះប៉ាគាត់ពិតជាចាយលុយច្រើនមែនជួឈីងញីសម្លឹងមើលដុំថ្មនោះហើយនិយាយថាត្បូងល្អគួរតែប្រគល់ឲ្យអ្នកដែលដឹងពីតម្លៃពិតរបស់វានាងថែមថាលោកពូឋានឡាវគឺជាស្ដេចត្បូងនៅទីក្រុងសាន់ស៊ីធីហើយវាជាកិត្តិយសសម្រាប់នាងដែលបានជួបគាត់ពូឋានឡាវសាយកាកាយហើយនឹងថាជួឈីងញីពូកែនិយាយណាគាត់បញ្ជាក់ថាជំនួយការរបស់គាត់នឹងផ្ញើឆែកឲ្យនាងនៅពេលក្រោយហើយសួរគាត់ថាអាចមើលដុំថ្មដែលគេទៅទិញនោះបានដែរឬទេឈិនលៃប្រគល់ដុំថ្មនោះឲ្យគាត់ហើយនិយាយថាវាគ្រាន់តែជាដុំថ្មធម្មតាទេគ្មានអ្វីពិសេសឡើយជួឈីងញីកាត់សំថាទំនិញនេះត្រូវបានជ្រើសរើសដោយអ្នកជំនាញហើយលើពីទៅទៀតវាគឺជាពូឋានឡាវដូច្នេះមិនមានផ្លូវដែលដុំថ្មនោះធម្មតាបានទេឋានឡាវសាច់ហើយនិយាយថាត្បូងក៏ជាដុំថ្មដែរទោះវាពិតឬមិនពិតហើយក៏គេត្រូវតែពិនិត្យខាងក្នុងឲ្យច្បាស់កូនស្រីរបស់គាត់ឋានជាជីងប្រាប់ឈិនលៃថាវាជាលើកទី1របស់គេនៅទីនេះហើយគេគ្រាន់តែភ្ញាក់ផ្អើលដោយពឹងលើសំណាងនាងមិនថែមថាដុំថ្មនោះជាទីចិត្តរបស់ឪពុករបស់នាងហើយគាត់នឹងមិនហ៊ាននិយាយកុហកទេនាងគំនិតថាមើលថាតើគេអាចនិយាយអ្វីបានទៀតនៅពេលក្រោយមនុស្សម្នាក់នៅខាងក្រោយក្នុងបកប្រកាសថាវាត្រូវបានពិនិត្យហើយវាគ្រាន់តែជាដុំថ្មគ្មានតម្លៃឋានជាជីងសួរថាតើវាអាចទៅរួចយ៉ាងម៉េចហើយទៅទូចថាឪពុករបស់នាងមិនដែលយកច្រឡំទៅអ្វីទាំងអស់ទោះជាយ៉ាងណាក៏ដោយឋានឡាវទទួលស្គាល់ថាឈិនលៃត្រូវក្នុងករណីនេះគាត់ប្រាប់ឈិនលៃថាពួកគេនៅតែខ្វះជំនាញផ្នែកត្បូងនៅគ្រួសារឋានហើយស្នើឲ្យគេបានចាប់អារម្មណ៍គេអាចរកសាកល្បងបានឈិនលៃព្យាយាមឆ្លើយតបប៉ុន្តែឋានឡាវគាត់គេដោយណែនាំឲ្យឆ្លើយលឿនពេកហើយឲ្យគិតពិចារណាឲ្យបានល្អគាត់ស្នើឲ្យឈិនលៃប្រាប់គាត់ពីការសម្រេចចិត្តនៅពេលក្រោយនៅពេលដែលឋានជាជីងចេញទៅនាងសួរថាតើប៉ាប្រកាសក្នុងចិត្តមែនឬហើយគាត់សួរបញ្ច្រាស់នាងរួចថាតើនាងគិតយ៉ាងម៉េចវិញក្រោយមកឈិនលៃនៅក្នុងឡានជាមួយនឹងជួឈីងញីបើកទៅផ្ទះនាងសួរថាតើគេចេះភ្នាល់ដុំថ្មតាំងពីពេលណាគេឆ្លើយតបថាវាមិនប្រកាសក្នុងការរៀនពីសៀវភៅទេហើយគេស្នើថានឹងបង្រៀននាងនៅពេលក្រោយបើសិនជានាងចង់គេបានប្រកល់សែកឲ្យនាងប៉ុន្តែនាងបោះវាចោលហើយសួរថាតើគេកុហកនាងគ្រប់ពេលវេលាមែនទេគេសួរថាហេតុអ្វីបានជាគេធ្វើជាថ្លង់និងធ្វើជាអ្នកចាញ់ដាច់រឿងក៏បានកាត់មកដល់នៅពេលអតីតកាលដែលបរិសុទ្ធចំណាម្នាក់បានប្រាប់គេថាដរាបណាគេហាត់ជាមួយសៀវភៅនេះគេនឹងក្លាយជាមនុស្សល្បីល្បាញ10 ឆ្នាំមុនបរិសុទ្ធម្នាក់បានឲ្យសៀវភៅគេមួយក្បាលដល់គេហើយបញ្យល់ថាវាត្រូវចំណាយពេល100 ឆ្នាំនៃការបិទថាបូជារបស់គេដើម្បីកសាងតាមបម្រើនៅក្នុងខ្លួនបរិសុទ្ធចំណាស់ហៅវាថាជាវាសនារបស់គេហើយអ្វីៗដែលនៅសល់គឺអាស្រ័យលើគេគាត់បាននិយាយថាពួកគេនឹងជួបគ្នាម្ដងទៀតនៅថ្ងៃអនាគតឈិនលៃត្រឡប់មកបច្ចុប្បន្នវិញហើយធានាថាគេនឹងមិនកុហកនាងទេហើយគេក៏មិនមែនជាមនុស្សល្ងង់ដែរនាងឆ្លើយតបថាមិនចាំបាច់បញ្យល់អ្វីទេប៉ុន្តែសួរថាហេតុអ្វីបានជាគេព្រមលាការជាមួយនាងតាំងពីដំបូងគេឆ្លើយតបវិញដោយសួរនាងថាតើនាងមិនចាំបាច់ឮថាមានអ្វីកើតឡើងពីទេរឿងរ៉ាវបានត្រឡប់ទៅមើលពីអតីតកាលកាលពីក្មេងទំនើបម្នាក់បានធ្វើបាបទៅលើឈិនលៃដោយចាក់ស៊ុបលើក្បាលរបស់គេហើយចំអកដាក់គេអំពីពិសេសរបស់គេតែគេមិនអាចតបតល់វិញបានជួឈីងយីងបានចូលមកអន្តរាគមន៍ដោយតាក់ទាញក្មេងទំនើបនោះចេញហើយស្ដីបន្ទោសគេដែលធ្វើបាបអ្នកធន់ខ្សោយត្រឡប់មកបច្ចុប្បន្នវិញនាងនឹកឃើញហេតុការណ៍កាលពីអតីតកាលហើយនិយាយថានាងមិនចាំបានហើយឈិនលៃទទួលស្គាល់រឿងហើយបង្ហាញថានៅពេលដែលនាងសុំគេរៀបការជាមួយនៅពេលដែលបញ្ចប់ការសិក្សាគេក៏ប្រទាសប្បាយចិត្តខ្លាំងណាស់ទោះបីជាគេដឹងថាវាគ្រាន់តែជាខែលសម្រាប់នាងក៏ដោយនាងក៏សួរថាតើគេមិនដែលខឹងនាងទេឬគេឆ្លើយតបសួរវិញថាតើគេអាចខឹងនាងបានដោយរបៀបណាគេបញ្ជាក់ថាគ្រួសារជូមិនដែលធ្វើបាបគេទេហើយនាងក៏ដូចគ្នានៅក្នុងចិត្តគេតែងតែចាត់ទុកនាងជាប្រពន្ធរបស់គេជានិច្ចនាងគិតក្នុងចិត្តថាគប់ហើយហេតុអ្វីបានជាគាត់និយាយបែបនេះគេបដូរប្រធានបទដោយនិយាយថាគេនឹងបើកគ្លីនិកនៅថ្ងៃស្អែកហើយស្នើឲ្យនាងទៅមើលវានាងសួរថាតើគេលេងសើចមែនទេប៉ុន្តែគេធានាដល់នាងថាគេនិយាយមែនហើយគេបានជួយសង្គ្រោះជីវិតមនុស្សមិនងាយស្រួលដូចដែរនាងបានគិតទេគេបន្ថែមថាគេគ្រាន់តែព្យាបាលអ្នកជំងឺដែលមានជំងឺធម្មតាដូច្នេះនាងមិនគួរព្រួយបារម្ភទេនាងងាកមុខចេញហើយនិយាយថាបើមានរឿងអ្វីកើតឡើងនឹងមិនមាននរណាម្នាក់ចេញមុខ
ជំនួសគេទេគេឆ្ងល់ថាតើហេតុអ្វីបានជាគេមិនអាចយល់បានថានាងព្រួយបារម្ភអំពីគេសាច់រឿងបានផ្លាស់ប្ដូរទៅកាន់ពិធីសម្ពោធគ្លីនិករបស់ឈិនលីជូឈីងយៀងក៏សម្គាល់ឃើញថាគ្រួសារជូមានកូនប្រសារប្រុសល្អហើយនាងទទួលស្គាល់ថានាងមិនទាំងដឹងផងថាឈិនលីខ្លះជាគ្រូពេទ្យតាំងពីពេលណាដីរបស់នាងសើចហើយយល់ស្របដែលនិយាយថាទោះបីជាឈិនលីស្រាប់តែបើកគ្លីនិកពេទ្យក៏គេមិនគួរព្យាយាមបោកប្រាស់អ្នកដទៃដែរឪពុករបស់ឈូឈីងយៀងបានចូលមកអន្តរាគមន៍ហើយជំរុញឲ្យអ្នករាល់គ្នាកុំបារម្ភអីគាត់ពន្យល់ថាកូនប្រសាររបស់គាត់គឺជាបុរសដែលពុកពេញទៅដោយអាចកំបាំងហើយបញ្ជាក់ថាគាត់បានលើថាឈិនលីបានចូលជួយគ្រួសារអភិបាលក្រុងលូកាលពីថ្មីនេះអភិបាលក្រុងលូបានទទូចចង់ជួយឈិនលីក្នុងការបើកគ្លីនិកពេទ្យដូច្នេះពួកគេមិនអាចបដិសេធបានទេគាត់ស្នើឲ្យពួកគេពិសាតែនឹងអាហារសម្រន់យ៉ាងណាក៏ដោយឈីងវិនបានចោទសួរឈិនលីដោយសួរថាតើគេគិតថាគេនឹងដីទេត្រឹមតែព្រោះគេស្ដាប់អភិបាលក្រុងលូមែនទេគាត់រិះគន់ឈិនលីដែលហ៊ានបើកគ្លីនិកពេទ្យដោយហៅគេថាឈួតឈិនលីឆ្លើយតបថាគេមិនយល់ថាហេតុអ្វីបានជាគ្លីនិកអាចមានគ្រោះថ្នាក់ដល់អ្នកដទៃទេឈីងវិននិយាយដដែលថាឈិនលីគួរភ្លេចថាខ្លួនគេស្ថិតក្រោមការត្រួតពិនិត្យរបស់មនុស្សគាត់ដែលរំលឹកពីភាពអាម៉ាស់របស់គេបង្កចំពោះមុខអភិបាលក្រុងលូក្នុងជំនុំចុងក្រោយរបស់ពួកគេទន្ទឹមនឹងនោះអភិបាលក្រុងលូបានមកដល់ហើយស្វាគមន៍ឈិនលីដែលអបអរសាទរចំពោះការបើកគ្លីនិករបស់គេពេលនោះប្រពន្ធរបស់អភិបាលក្រុងលូក៏បានសម្ដែងការអបអរសាទរផងដែរហើយឈិនលីអរគុណពួកគេទាំងពីរសមាជិកគ្រួសាររបស់គេទាំងអស់ភ្ញាក់ផ្អើលដែលបានឃើញអភិបាលក្រុងលូឈីងវិននឹកឃើញនៅពេលដែលគេចូលការជាមួយនឹងឈិនលីនៅឯពិធីជប់លៀងហើយឃើញថាវាជារឿងគួរឲ្យកត់សម្គាល់ដែលអភិបាលក្រុងលូបានមកសាទរគេក៏សួរអំពីទំនាក់ទំនងពួកគេលូវ៉ានិយាយថាទីកន្លែងនេះមើលទៅអស្ចារ្យណាស់ហើយឈិនលីបានស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅជូឈីងយៀងចង្អុលបង្ហាញថាគាត់និយាយចំអកកាលពីបន្តិចមុននេះហើយឥឡូវនេះមិននិយាយអ្វីទាំងអស់បន្ទាប់ពីមួយសន្ទុះពួកគេឮសំឡេងចេញពីខាងក្រៅមាននរណាម្នាក់កំពុងបរកជំនួយដើម្បីជួយសង្គ្រោះកូនប្រុសរបស់គាត់អភិបាលក្រុងរូសួរអំពីស្ថានភាពហើយពួកគេទាំងអស់គ្នាក៏ចេញទៅខាងក្រៅដើម្បីពិនិត្យមើលពួកគេឃើញថាបុរសម្នាក់កំពុងកាន់កូនប្រុសរបស់គាត់នៅក្នុងដៃហើយកំពុងស្រែករកជំនួយយ៉ាងអស់សង្ឃឹមឈិនលីដើរទៅមុខហើយណែនាំឲ្យមនុស្សម្នាក់គេចផ្លូវព្រោះគេជាគ្រូពេទ្យគេពិនិត្យស្ថានភាពរបស់កុមារដែលឈឺធ្ងន់ម្ដាយក្មេករបស់គេបានបង្ហាញការព្រួយបារម្ភចំពោះសុខភាពរបស់កុមារហើយជំរុញឲ្យគេនាំទៅមន្ទីរពេទ្យឪពុកក្មេករបស់គេយល់ស្របដោយស្នើឈិនលីប្រហែលជាមិនអាចព្យាបាលគាត់បានទេគួយឈៀនក៏សម្គាល់ថាវាហាក់ដូចជាគេបិទកន្លែងនេះហើយខណៈពេលដែលឈីងវិនស្នើឲ្យពួកគេរងចាំមើលថាតើលទ្ធផលនឹងទៅជាយ៉ាងណាឪពុករបស់ហាន់បានយំនិងអង្វរឲ្យឈិនលីជួយសង្គ្រោះកូនប្រុសរបស់គាត់ឈិនលីធានាដល់គាត់ថាគេនឹងសង្គ្រោះកូនរបស់គាត់ហើយណែនាំគេឲ្យនាំចូលទៅក្នុងមន្ទីរពេទ្យពួកគេនាំហាន់ចូលទៅក្នុងគ្លីនិកហើយឈិនលីពិនិត្យដោយប្រើសមត្ថភាពវេទមន្តរបស់គេសង្កេតឃើញថាពោះរបស់កូនគាត់មានស្ថានភាពអាក្រក់ជាងមុនហើយសន្និដ្ឋានថាគាត់ត្រូវបានគេពលឈិនលីសួរថាតើកុមារត្រូវបានឲ្យញ៉ាំអ្វីខ្លះឪពុករបស់ហាត់ទទូចថាវាមិនអាចទៅរួចទេហើយនិយាយថាអ្នកជិតខាងរបស់ពួកគេតែងតែមើលថែកូនរបស់គាត់បានយ៉ាងល្អយ៉ាងណាក៏ដោយឈូហាន់យីងរិះគន់គាត់ដោយហៅគាត់ថាជាឪពុកដែលគ្មានការទទួលខុសត្រូវដែលផឹកផាយលើអ្នកជិតខាងឲ្យមើលថែកូនរបស់ខ្លួនតែភាពសោកសៅគាត់បញ្យល់ថាប្រពន្ធរបស់គាត់បានស្លាប់តាំងពីគាត់នៅក្មេងហើយគាត់ត្រូវបានរកលុយដើម្បីថ្លៃសិក្សារបស់កូនប្រុសគាត់ឈិនលីបង្ហាញការសង្កេតឃើញថារបស់ក្មេងប្រុសនោះចាប់ផ្ដើមឡើងខ្មៅហើយដង្ហើមរបស់គាត់ខ្សោយដែលជារោគសញ្ញាបង្ហាញថាពលហាន់ចាប់ផ្ដើមក្អកទន្ទឹមនឹងនោះលោកបានប្រមុខព្រមគ្នានៅខាងក្រៅគ្មាននៃហើយវិជ្ជាបន្តិចតាំងបង្ហុយសួរថាតើពួកគេបានលើថាគ្រូពេទ្យម្នាក់នេះទើបតែទទួលបានអាជ្ញាប័ណ្ណពេទ្យមែនទេហើយហ៊ានបើកគ្លីនិកដើម្បីព្យាបាលអ្នកជំងឺអ្នកម្នាក់ទៀតចោទសួរថាតើគេទើបតែទទួលបានអាជ្ញាប័ណ្ណពេទ្យមែនទេហើយកំពុងព្យាបាលបោកប្រាស់អ្នកដទៃពួកមនុស្សទាមទារឲ្យបិទគ្លីនិកនិងបញ្ជូនហាន់ទៅកាន់មន្ទីរពេទ្យជាបន្តខណៈពេលដែលនឹងឈីងវិនសោយដោយឪពុករបស់ហាន់ចោទប្រកាន់ឈិនលីថាកំពុងព្យាយាមធ្វើបាបកូនប្រុសរបស់គាត់ឈិនលីស្រែកថាស្ថានភាពរបស់ហាន់ឡើងគឺធ្ងន់ធ្ងរណាស់ហើយគ្មានពេលត្រូវចាស់ជាទៀតទេគេព្យាយាមពណ៌ក្មេងនោះដែលបានចាប់ផ្ដើមគួតឈាមគេដាស់តឿនឪពុករបស់អានឲ្យគេចេញហើយធានាដល់គាត់ថាកុំឲ្យធ្វើឲ្យហាន់ភ័យខ្លាចព្រោះឪពុកនៅក្បែរគាត់ឈិនលីប្រើថាមពលបញ្ចូលរបស់គាត់ដោយផ្ចង់ថាមពលទាំងអស់ហើយបោះចូលទៅកាន់ហាន់គេសូត្រមន្ត
ហើយហាន់ក៏ដឹងខ្លួនឡើងវិញក៏អត់ចេញនៅអាហារដែលមានជាតិពុលហើយដឹងខ្លួនវិញឪពុករបស់ហាន់មានភាពសប្បាយចិត្តយ៉ាងខ្លាំងហើយអោបកូនប្រុសរបស់គាត់ដោយសុំទោសហាន់បង្ហាញពីការឃ្លានរបស់គាត់នឹងចង់ញ៉ាំសាច់ជ្រូកអាំងឪពុករបស់គាត់យល់ព្រមហើយស្នើឲ្យពួកគេទៅទិញវាឈិនលេធានាដល់គេថាហាន់ឡើងមិនអីទេឥឡូវនេះប៉ុន្តែបើពួកគេមានការសង្ស័យពួកគេអាចទៅពិនិត្យនៅមន្ទីរពេទ្យបានឪពុករបស់ហាន់មានការរំជួលចិត្តហើយហៅថេថាជាគ្រូពេទ្យពិតប្រាកដដោយបង្ហាញពីការដឹងគុណរបស់គាត់រួមអ្នកក្នុងនោះនិយាយថាគេដំបងឡើយស្មានថាឈិនលេជាអ្នកថ្មីថ្មោងប៉ុន្តែមិននឹកស្មានថាគេមានជំនាញដល់ថ្នាក់នេះនោះទេស្ត្រីម្នាក់បានអត្ថាធិប្បាយថាតើគេពិតជាសង្គ្រោះជីវិតក្មេងនោះបានយ៉ាងណាលីមីងឈរនៅក្បែរនោះហើយសង្កេតមើលស្ថានភាពគេជេរប្រតិចដែលមិនជឿថាឈិនលេបានសង្គ្រោះក្មេងនោះពិតមែនដែលធ្វើឲ្យគេមានការគេឈ្មោះមិនសមនឹងទទួលបានគេដឹងខ្លួនថាគេបានលាយថ្នាំពុលសត្វល្អិតមួយចំនួនធំនៅក្នុងភេសជ្ជៈដែលគេឲ្យក្មេងនោះវិជាបន្តិចតាំងមុនហើយដើរទៅរកគេហើយណែនាំឲ្យគេកុំខ្វល់ខ្វាយនិងទុកចិត្តឲ្យក្មេងនោះនៅរស់មកទៀតនោះម្នាក់ចាកចេញពីគ្លីនិកដោយក្តីរីករាយហើយទូរស័ព្ទទៅប្រពន្ធរបស់គាត់ដោយប្រាប់នាងថាគាត់បានជួបគ្រូពេទ្យដ៏ពូកែម្នាក់ហើយគេនឹងរួមគ្នាពីយប់នេះឈិនលេឈរនៅមាត់ទ្វារក្រោយផ្ទះហើយនិយាយថាគេហត់ខ្លាំងណាស់គេចាក់សោទ្វារនិងត្រៀមខ្លួនចេញទៅទោះជាយ៉ាងណាក៏ដោយគេក៏សម្គាល់ឃើញនរណាម្នាក់នៅខាងក្រោយផ្ទះហើយសួរថាតើនាងមកទីនេះមកតាំងពីពេលណាតើនាងត្រូវការជួបគ្រូពេទ្យមែនទេព្រោះនាងហាក់ដូចជាមានរបួសធ្ងន់ធ្ងរដានឃីងព្យាយាមវាយប្រហារប៉ុន្តែឃីនលីបានអន្តរាគមន៍យ៉ាងលឿនដោយបញ្យល់ថាគេជាគ្រូពេទ្យនាងសន្លប់បាត់ស្មារតីឈិនលីដឹងថាវាហាក់ដូចជាត្រូវធ្វើការពេញមួយយប់ហើយគេក៏លើកនាងចូលទៅខាងក្នុងគេតាក់ទងទៅជួឈីងយីងហើយបញ្យល់ថាគេមានអ្នកជំងឺម្នាក់ពិបាកព្យាបាលនាងសួរថាតើគេនឹងមិនត្រឡប់មកផ្ទះទេនៅយប់នេះមែនទេគេសុំទោសនិងប្រាប់នាងថាគេនឹងស្នាក់នៅ clinic ពេញមួយយប់នាងឆ្លើយតបដោយការខឹងសម្បារដោយស្រែកថាចុះមិនក៏មិននៅ clinic ពេញមួយជីវិតតែម្ដងទៅគេគិតថាថ្ងៃក្រោយនឹងទៅទិញកាដូឲ្យនាងគេចាប់ដើមព្យាបាលរបួសក្មេងស្រីនោះហើយដកក្រកំភ្លើងចេញពីខ្លួនរបស់នាងរួមទាំងខ្សែករបស់នាងពេលឃើញខ្សែកគេស្គាល់ថាវាជារបស់ MI 10បង្កងពលទី19ហើយដឹងពីសារៈសំខាន់របស់វាឡានគីងនឹកឃើញអំពីកងអង្គរៈផ្សេងៗនៅក្នុង MI 19តែជំនាញក្នុងភារកិច្ចដូចជាការលួចព័ត៌មានបច្ចេកវិទ្យាអាវុធការបំពេញសន្តិសុខនិងការបង្កើតមតិសាធារណៈតែ MI 9គឺជាផ្នែកដែលប្លែកបំផុតនាងចេញបញ្ជាឲ្យក្រុមរបស់នាងធ្វើចលនាហើយលោតចេញពីអគារគណៈពេលដែលនាងធ្លាក់ចុះមានអ្នកព្រមាននាងថានាងត្រូវបានសម្គាល់ដោយកងពលទី19ហើយកំចាត់ចោលនាងស្រែកថាមិនមែនទេហើយដឹងខ្លួនឡើងវិញដោយដឹងថាខ្លួននាងមិនទាន់ស្លាប់ឈិនលីប្រាប់នាងថាគេបានសង្គ្រោះនាងប៉ុន្តែគេយឺតតែ2នាទីទៀតគឺគេមិនអាចជួយបានទេនាងក្រោកឡើងហើយព្យាយាមចាកចេញហើយគេសួរអំពីគោលដៅរបស់នាងបញ្យល់ថានាងគ្មានផ្ទះទេដូច្នេះនាងមិនដឹងថាត្រូវទៅណាទេគេប្រាប់នាងថាគេត្រូវការជំនួយហើយផ្ដល់ឱកាសឲ្យនាងស្នាក់នៅ clinic គេសន្យាថានឹងផ្ដល់ប្រាក់ខែឲ្យនាងរាល់ខែទោះបីជាមិនច្រើនក៏ដោយក៏ចាប់ផ្ដើមពី 5,000 យួនដែរនាងបង្ហាញការលះបង់ដោយបញ្ជាក់ថាជីវិតរបស់នាងឥឡូវនេះត្រូវបានលះបង់ដើម្បីជួយគេហើយនាងសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីគេស្នើឲ្យនាងស្នាក់នៅ clinic ដើម្បីសម្រាកភ្លាមនោះតាន់ស៊ីកុងគោះទ្វារហើយស្រែកហៅឲ្យឈិនលីបើកទ្វារគេព្យាយាមបើកទ្វារប៉ុន្តែស្រាប់តែនាងបើកមកយ៉ាងលឿនបណ្ដាលឲ្យទ្វារប៉ះនឹងមុខគេនាងសួរថាតើគេនៅឯណាហើយប្រាប់គេឲ្យទៅជាមួយនាងគេយកដៃស្ទាបមុខដោយភ្ញាក់ផ្អើលដែលនាងមកជួបគេតាំងពីព្រលឹមហើយសួរថាតើនាងមានបញ្ហាសុខភាពឬអត់នាងពិនិត្យមើលហើយនិយាយអំពីសភាពរបស់គេដោយចោទគេថាគេទៅវិញទេដែលជាអ្នកហាក់ដូចជាមិនស្រួលខ្លួននាងបង្ហាញពីគោលបំណងនៃការមកលេងតាមមកស្នើសុំឲ្យគេតំណាងឲ្យគ្រឿងអលង្ការត្រកូលតានក្នុងការប្រគល់ប្រជែងត្បូងនាងចាប់ផ្ដើមកែវភ្នែករបស់គេហើយមិនឲ្យគេប្រកែកដោយបង្គាប់ឲ្យគេទៅជាមួយនាងឈុតឆាកផ្លាស់ប្ដូរទៅកាន់រាជវាំងលបាយរចុងឆាងដែលតាន់ឈឺជីនមកដល់ជាមួយនឹងឈិនលីនាងតាក់ទងទៅឪពុករបស់នាងដែលស្វាគមន៍ឈិនលីយ៉ាងកក់ក្ដៅនិងចាប់ដៃគេដែលបង្ហាញពីការរីករាយដែលមានវត្តមានគេក៏សុំទោសចំពោះការរងចាំយូរហើយឋានឡាវដែលជាឪពុករបស់នាងសើចហើយធានាដល់គេថាមិនចាំបាច់សុំទោសទេបន្ទាប់មកគាត់ក៏បញ្យល់ថាគាត់នឹងត្រូវធ្វើការជំនួយពីឈិនលីសម្រាប់ការប្រកួតប្រជែងត្បូងដែលពាក់ព័ន្ធនឹងការភ្នាល់ដុំថ្មហើយគាត់ចង់ឲ្យឈិនលីធ្វើជាទីប្រឹក្សារបស់គាត់ឈិនលីឆ្លើយតបដោយបញ្ជាក់គាត់ថាបានឃើញសមត្ថភាពរបស់ឈិនលីដោយផ្ទាល់ហើយបង្ហាញការជឿជាក់ថាឈិនលីអាចជួយគាត់ក្នុងការប្រកួតបានគាត់ចាប់ផ្ដើមបញ្យល់អំពីផ្នែកទាំងពីរនៃការប្រកួតត្បូងដែលពាក់ព័ន្ធនឹងការភ្នាល់និងការធ្លាក់ក្នុងការប្រកួតនេះអ្នកដេញថ្លៃខ្ពស់បំផុតគឺជាអ្នកឈ្នះហើយគាត់ចង្អុលបង្ហាញដុំថ្មមួយដែលបានស្លាកលេខ12ដែលមានពណ៌ធានាថាជាដុំថ្មពណ៌បៃតង
សុទ្ធបន្ទាប់មកគាត់បានណែនាំសមាជិកក្រុម3នាក់ទៀតដោយសង្កត់ធ្ងន់ថាគាត់បានជ្រើសរើសសមាជិកម្នាក់ៗដោយប្រុងប្រយ័ត្នហើយគាត់ពឹងផ្អែកលើពួកគេទាំង4នាក់ដើម្បីជួយក្នុងការប្រព្រឹត្តការភ្នាល់ដុតថ្មនេះឋានជើជីងប្រាប់ឈិនលៃថាឪពុករបស់នាងបានវិនិយោគលុយយ៉ាងច្រើនក្នុងការប្រកួតនេះហើយប្រសិនបើគាត់អាចដណ្ដើមចំណាត់ថ្នាក់កំពូលទាំង3បានឈិនលៃក៏នឹងទទួលបានប្រាក់កម្រៃផងដែរឋានឡាវឆ្លើយតបថាវាជាការដោះដូរដ៏ល្អហើយប្រសិនបើឈិនលៃជួយឲ្យគាត់ឈ្នះការប្រកួតគាត់សុខចិត្តផ្ដល់ជូនភាគហ៊ុនបន្ថែម 10% នៃក្រុមហ៊ុនគ្រឿងអលង្ការត្រកូលឋានជើជីងសង្កត់ធ្ងន់ថានាងគឺជាមិត្តល្អបំផុតរបស់ជូឈិនយិងហើយបញ្ជាក់ថានាងអាចនិយាយរឿងល្អៗពីឈិនលៃប្រាប់នាងបានឈិនលៃយល់ព្រមព្យាយាមឲ្យអស់ពីសមត្ថភាពពួកគេទាំងអស់គ្នាចូលទៅក្នុងកន្លែងផ្ដោដុំថ្មដែលសៀវលៀនសួរថាតើឈិនលៃពិតជាចង់ជ្រើសរើសដុំថ្មនោះមែនទេឈិនលៃបញ្ជាក់ថាឥឡូវនេះពេលដែលគេមានវត្តមានគេចង់សាកល្បងសំណាងរបស់គេឡាវជូនិយាយថាដោយសារគាត់មានអារម្មណ៍ល្អលោកឈិនលៃនេះគឺជាលុយ$1000ដែលនៅសល់របស់គេយកវាទៅហើយប្រគល់ការឥណទានឲ្យគេឈិនលៃយកវាឲ្យបង្ហាញការផ្ចាល់ដល់និយាយថាគាត់ស្មានថាវាមានតម្លៃរាប់លានចៅលៀនសួរថាតើគេធ្លាប់ឃើញលុយច្រើនបែបនេះដែរឬទេដោយរំលឹកថាពួកគេបានឲ្យលុយ$1000ហើយមិនចាំបាច់ទាមទារទេឈិនលៃប្រាប់ថាគេមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសដុំថ្មទេនៅពេលដែលពួកគេដើរចេញឈិនលៃរកដុំថ្មទាំងនោះដោយដឹងថាពួកគេសុទ្ធតែថ្លៃខ្លាំងណាស់ហើយគេគិតថាដុំថ្មនោះមានតម្លៃថ្លៃពេកឈិនលៃមានការភ្ញាក់ផ្អើលដោយស្ថានភាពស្ត្រីដែលបញ្ជាបានសួរថាតើគេចង់ទិញដុំថ្មនោះដែរទេភ្លាមនោះឡាវឈូបានដើរកាត់ជាមួយនឹងមិត្តរបស់គាត់ហើយបញ្ជាក់ថាដុំថ្មនោះពិតជាមានតម្លៃជិត$4លានមែននាងសួរឈិនលៃម្ដងទៀតគេបញ្ជាក់ដោយគេនិយាយថាកាតនេះធ្វើពីមាសសុទ្ធហើយមានតម្លៃយ៉ាងតិច$50000ដែលគួរតែគ្រប់ដណ្ដើមលើថ្មនាងយល់ព្រមលើប្រតិបត្តិការនេះនឹងមិត្តភក្តិរបស់គាត់ដើរទៅរកឈិនលៃដោយសួរអំពីដុំថ្មដែលគេទិញហើយថាតើគេរំពឹងថានឹងចេះលេខដែរឬទេវាងឆើដាស់តឿនមិនឲ្យទិញថ្មគ្រោះបែបនោះទេមីស្ទ័រស៊ូណែនាំឲ្យឈិនលៃគួរតែត្រឡប់ទៅផ្ទះវិញព្រោះមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើការឲ្យលោកតាន់បានទេឈិនលៃឆ្លើយតបដោយបង្ហាញភាពមិនច្បាស់លាស់ថាតើដុំថ្មដែលគេទិញនឹងទទួលបានការវាយតម្លៃខ្ពស់ឬអត់ប៉ុន្តែនឹងមិនធ្វើវាទេបើមិនមែនដោយសារលោកតាន់ភ្លាមនោះលោកតាន់ឡើងបានមកដល់ហើយសួរថាតើពួកគេទាំងអស់គ្នាបានជ្រើសរើសដុំថ្មរួចរាល់ហើយឬនៅមីស្ទ័រស៊ូដោយមានមោទនភាពបាននិយាយថាលើកនេះពួកគេបានទិញដុំថ្មដ៏ល្អបំផុតពីសម្រាប់ដាក់ការប្រកួតដោយធានាបាននៅកន្លែងក្នុងចំណាត់ថ្នាក់កំពូលទាំង3និងបង្កើតកេរ្តិ៍ឈ្មោះរបស់ពួកគេលោកតាន់ឡើងពិនិត្យដុំថ្មរបស់ពួកគេមានហើយគិតថាដុំថ្មទាំងពីរនេះពិតជាមានគុណភាពល្អឥតខ្ចោះជាមួយនឹងផ្ទៃខាងក្រៅដ៏ជោគជ័យនិងប្រហែលជាមានគុណភាពខាងក្នុងល្អអ្នកចើឈៀនបានបង្ហាញខ្លួនហើយប្រឈមមុខនឹងលោកឋានឡាវដោយបង្ហាញការភ្ញាក់ផ្អើលចំពោះការវិលត្រឡប់មកវិញរបស់គាត់មកលេងល្បែងវិញបន្ទាប់ពីបានចាញ់គាត់កាលពីជំនុំកាលពីគាត់ចោទសួរថាតើលោកឋានឡាវនៅតែមិនគិតថាការចាញ់ពីមុនមិនទាន់គ្រប់គ្រាន់មែនទេលោកឋានឡាវបដិសេធការព្រួយបារម្ភនោះដោយអះអាងថាការចំណាយលុយរបស់គាត់មិនមែនជារឿងរបស់អ្នកដទៃត្រូវព្រួយបារម្ភនោះទេគាត់និយាយថាគាត់មិនដែលរំពឹងថានឹងដល់ចំណុចដែលគាត់ត្រូវពឹងពាក់លើបុគ្គលថ្មីសម្រាប់ជំនួយទេហើយហាក់ដូចជាលេងមានបុគ្គលនៅសល់ក្នុងក្រុមហ៊ុនគ្រឿងអលង្ការត្រកូលឋានទៀតហើយគាត់ណែនាំឲ្យឋានឡាវឲ្យរៀបចំកាបូបនិងចាក់ចេញទៅព្រោះវានឹងជួយសង្គ្រោះគាត់ពីការអាម៉ាស់គាត់ជឿជាក់ថានៅរដ្ឋធានី River City មិនមានកន្លែងសម្រាប់ឋានឡាវទេហើយគាត់តែត្រឡប់ទៅ Sun City វិញមីស្ទ័រស៊ូធានាដល់ឋានឡាវដោយនិយាយថាគាត់មិនគួរព្រួយបារម្ភទេហើយទុកបញ្ហានេះឲ្យគាត់ជឿជាក់ថាពួកគេនឹងកម្ចាត់បុគ្គលម្នាក់នេះបន្ទាប់ពីមួយសន្ទុះការភ្នាល់ដុំថ្មក៏ចាប់ផ្ដើមហើយពិធីការនីស្រីដែលមានឈ្មោះថាស៊ីនរ៉ានបានប្រកាសថាសុភាពបុរសនិងសុភាពនារីសម្រាប់អ្នកដែលចូលរួមការប្រកួតប្រជែងត្បូងនេះសូមយកចិត្តទុកដាក់តឥឡូវនេះចាប់ផ្ដើមផ្នែកភ្នាល់ត្បូងដុំថ្មនៃការប្រកួតនេះជាអ្នករៀបចំការប្រកួតបានណែនាំអ្នកចូលរួមទាំងអស់ឲ្យមកលើឆាកឲ្យត្រៀមខ្លួនលោកឋានឡាវសួរទៅកាន់ឈិនលៃអំពីទីតាំងនៃដុំថ្មរបស់គេយកមីស្ទ័រស៊ូបាននិយាយចំអកការដាក់ដុំថ្មសម្រាប់តម្លៃ$2000ហើយគេមានដោយបង្ហាញការមិនជឿចៅលៀនចាត់ទុកសកម្មភាពរបស់គេថាឈួតឋានឡាវគិតពីរបៀបណាអ្វីដែលគេត្រូវបានចាត់ទុកថាជាសម្រាប់ក្នុងតម្លៃនេះដោយសន្និដ្ឋានថាឈិនលៃនៅក្មេងពេកហើយគាត់បានធ្វើខុសលើការវាយតម្លៃលើគេស៊ីនរ៉ានប្រកាសថាអ្នកចូលរួមទី1បានបង្ហាញដុំកែវពណ៌បៃតងពីរដុំហើយមានដុំមួយទៀតដែលក្លាយជាកែវពណ៌បៃតង
រាជវង្សដែលស្រស់ស្អាតអស្ចារ្យអ្នកទស្សនាចាប់ផ្ដើមដាក់ផ្ទាល់ដោយអ្នកខ្លះផ្ដល់ជូន38លានខណៈអ្នកផ្សេងទៀតឡើងដល់22លានដោយបង្ហាញពីភាពប្រាកដប្រជានៃការទទួលបានដុំថ្មនេះ Mr. Su គិតពីតម្លៃខ្ពស់ដែលទទួលបានពីដុំថ្មរបស់អ្នកចូលរួមទី1ហើយកត់សម្គាល់ថាការប្រកួតទើបតែចាប់ផ្ដើមប៉ុណ្ណោះ Sindra និយាយថាការប្រកួតថ្ងៃនេះគឺស្វិតស្វាញណាស់ដោយតម្លៃកំពូលបច្ចុប្បន្នគឺ63លាន52លាននិង42លានអ្នកចូលរួមចុងក្រោយលោកឋានឡាវបាននាំយកដុំថ្មផ្ទាល់ខ្លួនរបស់គាត់សម្រាប់ការប្រកួតលោកឡាវជ្រើសរើសដុំថ្មមួយដុំពីការប្រមូលគាត់ដោយរំពឹងថាត្រូវតែជាពណ៌បៃតងឈិនលីជឿថាមានលុយរាប់លានដុល្លារដែលត្រូវបានចំណាយចោលដោយឥតប្រយោជន៍នៅពេលដែលពួកគេកាន់ដុំថ្មរបស់លោកឡាវមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេឃើញហើយប្រកាសថាគ្រាន់តែជាដុំសម្រាមគ្មានតម្លៃប៉ុណ្ណោះMr. Su មានការតក់ស្លុតហើយសួរថាតើវាអាចទៅរួចយ៉ាងម៉េចដុំថ្មតម្លៃ4លានដុល្លារបាត់បង់អស់ទៅហើយនៅក្នុងវងអ្នកទស្សនាចាប់ផ្ដើមនិយាយដើមគ្នាដោយម្នាក់នេះថាតើនេះជាដុំថ្មសម្រាមប្រភេទណាម្នាក់ទៀតបន្ថែមថាជាមួយនឹងចក្ខុវិស័យបែបនេះវាគឺជាអភូតហេតុដែលគាត់នៅរស់រានមានជីវិតដល់សពថ្ងៃស៊ីនរ៉ានប្រកាសថានាងមិនដែលរំពឹងថាដុំថ្មទាំងពីរដែលទិញក្នុងតម្លៃថ្លៃបំផុតនឹងក្លាយជាគ្មានតម្លៃបែបនេះឡើយដោយចាត់ទុកអ្នកប្រកួតប្រជែងមកពីក្រុមហ៊ុនគ្រឿងអលង្ការត្រកូលឋានថាជាការខកចិត្តយ៉ាងខ្លាំង Manager ឋានទទួលស្គាល់ថាវាចាប់អស់ហើយឈិនលេក្រោបឈរឡើងហើយស៊ីនរ៉ានចូលអន្តរាគមន៍ដោយនិយាយថាចាំបន្តិចនៅមានដុំថ្មមួយទៀតដែលមិនទាន់បានកាត់នៅឡើយទេលោកឋានឡើងកាត់សម្ដីដោយណែនាំមិនឲ្យឈិនលេឡើងលើឆាកទេដើម្បីកុំឲ្យខ្លួនឯងអាម៉ាស់ទោះជាយ៉ាងណាក៏ដោយពួកគេបន្តកាត់ដុំថ្មរបស់ឈិនលេហើយស៊ីនរ៉ានធ្វើការប្រកាសនាងបង្ហាញថាវាជាត្បូងពណ៌បៃតងចក្រពត្តិ Imperial Green ដែលពណ៌នាថាវាជាដុំថ្មធម្មតាដែលបានប្រែក្លាយទៅជាពណ៌បៃតងចក្រភពពណ៌បៃតងដ៏អស្ចារ្យនេះធ្លាប់គិតថាការប្រកួតបានសម្រេចលទ្ធផលរួចទៅហើយលោកថាឡើងស្រែកឡើងថាវាមានតម្លៃត្រឹមតែ$2,000តែប៉ុណ្ណោះប៉ុន្តែវាជាដុំថ្មពណ៌បៃតងសុទ្ធហើយពួកគេពិតជាមានសំណាងខ្លាំងណាស់លោកថាឡាគិតក្នុងចិត្តថាបើលុយ$5លាននោះស្ថិតក្នុងដៃរបស់ឈិនលីវិញគាត់ប្រហែលជាអាចដណ្ដើមជ័យជំនះឲ្យក្រុមហ៊ុនគ្រឿងអលង្ការត្រកូលឋានបានហើយនាងស្រែកឡើងដោយសួរថាតើឈិនលីកំពុងធ្វើអ្វីខណៈពេលដែលគេចាប់ផ្ដើមច្នៃត្បូងនោះលោកឋានឡាប្រញាប់ចូលទៅអន្តរាគមន៍ហើយគាត់មានការជាក់ផ្អើលយ៉ាងខ្លាំងដែលឃើញមានត្បូងមួយទៀតនៅខាងក្នុងស៊ីនរ៉ានបង្ហាញការមិនជឿហើយឆ្ងល់ថាតើនាងកំពុងឃើញអ្វីពិតប្រាកដមែនទេវាជាត្បូងដែលស្ថិតនៅក្នុងត្បូងមុនហើយថែមទាំងមានបំណែកត្បូងឈាមទៀតផងនៅខាងក្នុងត្បូងពណ៌បៃតងនោះទៀតបំណែកចុងក្រោយនៃត្បូងឈាមត្រូវបានលក់ក្នុងតម្លៃ$1,000លានលោកគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅពេលឮរឿងនេះឈិនលីដកវាចេញហើយប្រកាសថាវាជាត្បូងល្បីល្បាញរបស់លោកឋានឡាវស៊ីនរ៉ានប្រកាសថានេះគឺជាត្បូងដ៏កម្រក្នុងចំណោមត្បូងទាំងអស់